ដើមប្រឹក្សារូបកុសលចេញផ្កាហើយនេះជាចំណងជើងដែលខ្ញុំចង់ចែកម្លែកនៅថ្ងៃនេះបាទពាក់ព័ន្ធទៅនឹងការប្រឹក្សារូបកុសលបាទនិងដើមប្រឹក្សារូបកុសលជាការពិតនៅមជ្ឈមណ្ឌលសាលាជារូបកុសលចំណងថ្មីបាទនៅពេលដែលយើងចាប់ដើមបង្កើតនិងបន្តផ្ដល់ថ្នាក់បញ្ញាបត្រចំពោះអប់រំឯកទេសប្រឹក្សារូបកុសលដំបូងនៅក្នុងឆ្នាំ2019បាទចុងឆ្នាំ2019បាទយើងបានចាប់ដើមដាំដើមរំដួលមួយដើមបាទដែលពេលនោះគឺមកដល់ពេលនេះជុំវិញ7ឆ្នាំហើយឆ្នាំនេះជាឆ្នាំដំបូងដែលការដើមរំដួលនោះចេញផ្កាបាទគប់ជួននឹងអនុក្រឹត្យបាទលេខ37អនក្របកបាទដែលចុះថ្ងៃទី10ខែមីនា2026នេះបាទចេញដោយនាយករដ្ឋមន្ត្រីបាទអញ្ចឹងនេះជាផ្នែកមួយដែលអនុក្រឹត្យនេះស្ដីពីការកំណត់និងការពិពណ៌មុខតំណែងវិជ្ជាជីវៈគ្រូបង្រៀនបាទហើយក្នុងនោះក៏មានការកំណត់នៅតំណែងវិជ្ជាជីវៈរបស់គ្រូប្រឹក្សាគ្រូកុសលតាំងពីកម្រិតបឋមសិក្សារហូតដល់កម្រិតគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀនបាទដែលយើងមានគ្រូប្រឹក្សាគ្រូកុសលសម្រាប់កម្រិតបឋមសិក្សាសម្រាប់អនុវិទ្យាល័យនិងគ្រូឧទ្ទេសប្រឹក្សាគ្រូកុសលនេះដែលជាផ្នែកមួយដែលយើងអាចបានថាការប្រឹក្សាគ្រូកុសលឬក៏មុខតំណែងសម្រាប់គ្រូប្រឹក្សាគ្រូកុសលនេះគឺចេញផ្កាបាទដែលទោះបីជាមិនទាន់បានផលផ្លែបែបមិនច្រើនប៉ុន្តែបានមានលទ្ធភាពមួយគឺការចេញផ្កាហើយស្របជាមួយនឹងដើមការរំដួលនៅមជ្ឈមណ្ឌលសាលាគ្រូសាស្ត្រជំនាន់ថ្មីក៏ចាប់ដើមចេញផ្កាអញ្ចឹងខ្ញុំសូមហៅដើមរំដួលនេះជាដើមគ្រូកុសលអញ្ចឹងសូមអបអរសាទរសម្រាប់សមិទ្ធផលនេះបាទថ្មីនេះយើងមានទម្រង់នៃការបណ្ដុះបណ្ដាលគ្រូប្រឹក្សារូបកុសលផ្សេងគ្នាជាច្រើនបាទរវាងអង្គការដៃគូមួយចំនួនក៏ដូចជាការបណ្ដុះបណ្ដាលចេញពីនាយកដ្ឋានមួយចំនួនទៀតបាទដែលមានទម្រង់នៃការបណ្ដុះបណ្ដាលផ្សេងគ្នាប៉ុន្តែគោលដៅរួមនៃការបណ្ដុះបណ្ដាលគឺយើងជួយគ្រប់គ្រងគ្រូបង្រៀនដូចគ្នាអញ្ចឹងនេះជាចក្ខុវិស័យនិងទស្សនៈទានថ្មីមួយទៀតបាទដែលរាជរដ្ឋាភិបាលក៏ដូចជាក្រសួងអប់រំយុវជននិងកីឡានឹងបោះជំហានទៅកាន់នៃការទទួលស្គាល់ទៅលើមុខតំណែងនិងតួនាទីរបស់គ្រូប្រឹក្សាគ្រូកុសលដែលជាចំណុចមួយនៃការគ្រប់គ្រងដល់គ្រូបង្រៀនបាទដែលនឹងធ្វើការជិតស្និទ្ធជាមួយនឹងគ្រូបង្រៀនបាទនេះតែជាសមិទ្ធផលអញ្ចឹងជារូបការប្រឹក្សាគ្រូកុសលឬក៏ដើមប្រឹក្សាគ្រូកុសលនេះចាប់ដើមចេញផ្កាហើយជាបន្តទៀតបាទជាតួនាទីរបស់គ្រូប្រឹក្សាគ្រូកុសលដែលនឹងត្រូវបាទស្រោចទឹកដាក់ជីថែគោលមិនដើម្បីឲ្យវាបានផលផ្លែបាទដែលជាសមិទ្ធផលនៃការទទួលស្គាល់និងបន្តការគ្រប់គ្រងដល់គ្រូបង្រៀនជានិរន្តរភាពនៃគុណភាពនៃការអប់រំរបស់យើងបាទអញ្ចឹងការគ្រប់គ្រងគ្រូប្រឹក្សាគ្រូកុសលការគ្រប់គ្រងគ្រូបង្រៀនបាទដូចជាគឺជាគោលដៅនៃការគ្រប់គ្រងលទ្ធផលសិក្សារបស់សិស្សអរគុណច្រើនខ្ញុំចែកម្លែកជូនប៉ុណ្នេះចំណុចនេះបាទនៃដើមហើយនឹងផ្កាប្រឹក្សាគ្រូកុសលចាប់ដើមលូតលាស់បាទយើងរងចាំផលផ្លែបន្តទៅទៀតបាទហើយនៅវីដេអូបន្តខ្ញុំនឹងចែកម្លែកពាក់ព័ន្ធទៅនឹងសារៈសំខាន់នៃការប្រឹក្សាគ្រូកុសលបាទអរគុណច្រើនសម្រាប់ការតាមដានទស្សនា